សិក្សាបីដងមរតកព្រះមានជ័យជំនះឈ្នះមហាគឺជាកុសលផ្ដល់បញ្ញាឆ្លងវត្តសង្សារឆ្ពុំនៅពេលដូច្នេះយើងត្រូវថែរក្សាបៃដងថ្លៃថ្លាជាធម្មទានព្រះធម្មចេតិប្រាជ្ញាញាណសាងស្រានៅមានយើងត្រូវប្រឹងរាំងសាបីដងមានគុណក្រៃលោកលៃបែកចែកញែកឲ្យដឹង7ប្រការគិតជញ្ជឹងល្អម្លឹងប្រឹងថែខ្មែរមានធម៌មួយគឺរក្សាព្រះសាសនាមរតកអង្គចាជាពុទ្ធពរពាំងពិតពាំងពុទ្ធសតបវចេតិយព្រះធម៌វិសងអង្គពីគឺរក្សាព្រះសាស្តាវិន័យធម៌អាចារ្យទុកដាក់ឋិតនៅជាគ្រូដ៏សំសាំងប្រចាំធម្មីជាសាស្តាបីគឺរក្សាការងារសង្ឃទ្រទ្រង់ដំរងព្រះសាសនាសង្ឃេយនិហេធវិន័យណាត្រាំងអង្គវសា45 4គឺរក្សាគុណសម្បត្តិនៃពុទ្ធបរិស័ទចាត់ជាឆ្មាំព្រះធម៌វិន័យព្រះអង្គផ្ដាំឋិតច្រើនពាន់ឆ្នាំព្រំបរិស័ទ5គឺរក្សាត្រៃសត្វធម៌បរិយ័តនាំចំបាំងដែបាត់បដិវេធំជាងកំចាត់កែងលេះបងបាត់
ស្ងាត់សន្តានព្រះមួយរាំងសាត្រៃរតនៈស្ថិតនៅប្រចាំសង្រណដ្ឋានព្រះពុទ្ធព្រះធម៌នាំសុខសាន្តព្រះសង្ឃកល្យាណមានវិន័យព្រះអំពីរាំងសាត្រៃសិក្ខាសាសនាចាជាប់ដួងហរតីសហសង្មាធិធរប្របីផុតភ័យអាស្រ័យដោយបញ្ញាព្រះត្រៃបិដកមានប្រវត្តិរឿងរ៉ាវបានកត់ចាអក្ខរាអរិយធម៌វប្បធម៌មនុស្សទេវតាបុព្វេយ៉ាងណាចាឲ្យដឹងបៃដកជាច្បាប់ប្រាប់ភពត្រៃអ្នកមាននិស័យលៃលោកប្រាំងសិក្សាបដិបត្តិកំចាត់ខឹងជញ្ជឹងសំឡឹងដឹងត្រៃលក្ខណ៍បៃដកច្បាប់ដើមព្រះសាសនាបាលីអក្ខរាសាងស្ដាជាក់បដិបត្តិបូជាធានាមគ្គកំណត់ត្រៃលក្ខណ៍លាត្រៃលោកក៏សាងចេតិយបៃដកខ្មែរយើងនាំគ្នាហែព្រះមានជោគសាធុសាធុផុតចាងរោគសាធុផុតលោកអនុមោទនី